ខ្ញុំបាទសូមអញ្ញាតគ្រប់មកសូមជំរាបសួរលោកលោកស្រីនាងកញ្ញាក៏ដូចជាប្រិមិត្តកិច្ចជនដែលកំពុងទទួលរងចាំមកកាន់កម្មវិធីស៊ីអារម្មណ៍នៅក្នុងពេលនេះលោកអ្នកប្រាជ្ញាឆ្ងល់ថាហេតុអីក៏ពិធីករហាក់ដូចជាមានភាពប្លែកខុសពីធម្មតាដោយសារតែស្លៀកនៅសម្លៀកបំពាក់បែបកាន់ទុកនៅពេលនេះកម្មវិធីទាំងមូលសូមនាំអារម្មណ៍លោកអ្នកទៅជួបជាមួយនឹងហេតុការណ៍ក៏ដូចជាសម័យកាលទសវត្សរ៍ទី50ដែលជាសម័យកាលមួយវិស័យភាពយន្តនិងតន្ត្រីរបស់ខ្មែរឈានដល់កម្រិតកំពូលសម្រាប់ពេលនេះតំណាងឲ្យកម្មវិធីនិងទូរទស្សន៍ PNN សូមចូលរួមលើកដំកើងកវីនិពន្ធដ៏មានស្នាដៃហើយលោកក៏បានចែកឋានទៅហើយនោះគឺកវីនិពន្ធម្ចាស់ស្ទឹងសង្កែមុននឹងជួបជាមួយនឹងរឿងរ៉ាវស៊ីអារម្មណ៍ជាបន្តនៅក្នុងកម្មវិធីរបស់យើងខ្ញុំបាទសូមអរគុណដល់ម្ចាស់បឋមកម្មវិធីសូមអរគុណដល់ Heineken Live Your Musicកវីគង់ប៊ុនឈឿនគឺជាអ្នកនិពន្ធដែលស្នាដៃរបស់លោកមានលក្ខណៈច្រើនប្រភេទដូចជាអ្នកនិពន្ធបទភ្លេងទំនុកច្រៀងអ្នកកាសែតអ្នកដឹកនាំរឿងថតកុនអ្នកសរសេរសេណារីយ៉ូភាពយន្តនិងអ្នកគូររូបជាដើមអ្នកកវីរូបនេះច្រើនតែលើកយកទស្សនវិជ្ជានៃស្ទឹងសង្កែនៃខេត្តបាត់ដំបងដែលជាខេត្តកំណើតរបស់លោកមករៀបរាប់ដូចជាឃ្លាមួយក្នុងបទចម្រៀងមលុបដងទី10មើលស្ទឹងសង្កែមើលខែទឹកហូររគាំងវត្តពោលេងនឹងចំណូលធ្ងន់ធ្ងរផ្ដាំទឹកជំនន់ហើយព្រោះតែបទចម្រៀងភាគច្រើនរបស់លោករមែងលើកយកនៅទេសភាពនៃស្ទឹងសង្កែមករៀបរាប់រហូតត្រូវបានគេប្រសិទ្ធនាមឲ្យលោកថាអ្នកកវីម្ចាស់ស្ទឹងសង្កែការកន្លងនេះស្អាតអត់ស្អាតនេះចង់បានទៀតទេយកតែមួយនឹងគ្រប់គ្រាន់ទេមិនបានគ្រប់គ្រាន់តែការច្រើនទៅខែដើមការរីកអីសម្រាប់បងអូនចង់បានតែមួយអញ្ចឹងចង់បានអីទៀតទេនិយាយចង់បងអូនមានរឿងចង់ប្រាប់បងរឿងអីទៅរឿងណាស្រ័យបងមិនមែនទេថ្ងៃស្អែកនឹងអូនត្រូវរៀបការចុះឃើញថាខ្លួនឯងអត់តាមម៉ាក់អីហើយឥឡូវមិនខ្លួនឯងធ្វើអញ្ចឹងឲ្យអូនធ្វើម៉េចបើអូនត្រូវតាមប៉ាម៉ាក់អូនគឺជាកូនស្រីតែម្នាក់គត់ក្នុងគ្រួសារបើសិនជាអូនអត់រៀបការទេអូននឹងខ្លាយទៅជាកូនអកតញ្ញូបងក៏មិនចង់ឲ្យអូនខ្លាយជាកូនអកតញ្ញូដែរមែនទេបងដឹងប៉ុន្តែពួកយើងធ្លាប់សន្យាថាគ្នានឹងការមួយគ្នារឿងសន្យាអូនចាំប៉ុន្តែអូនធ្វើម៉េចឥឡូវថ្ងៃស្អែកបងចង់ជួបអូនថ្ងៃចុងក្រោយបានអត់អូនប្រញាប់ទៅផ្ទះឲ្យពួកឯអ្នកម៉ែគាត់ចាំអូនត្រូវតែមកព្រោះបងមានរបស់អីផ្ញើអូនឯងច្រើនទៀតណាអូនដឹងមើលស្ទឹងសង្កែមើលខ្សែទឹកហូររគាំងវត្តពោលេងនឹងចំណោធ្ងន់ធ្ងរផ្ដាំទឹកជំនន់រៃយំត្រហឹងលាស្ទឹងកវីនិពន្ធសូរិយាតូតុនពួនក្រោយទាំងស្រីដើមដងទី10លុបក្របមន់ស្ទឹងបងឈរស្ងៀមថ្មឹងឈរចាំប្រលឹងស្ងាត់ឈឹងលងលងរាត្រីអូនភ្លេចវាចាដែលបានសន្យាពីថ្ងៃថាម៉ោង8ស្រីមកជួបបងអីលើបាត់សូនដូចក្បូនរសាត់ទឹកគួចសំណាត់ហូរលឿនកនឡងបនកាវត្តពោនៅមិនទាន់ឆ្លងមិនគួរនួនល្អងប្រែខ្នងសូនសងលេងការក្រឹមពីទួលតាឯកคล้ายពីខ្លងខែកនារីពួងវែកបិទភ្នែករៀបការ
នឹងប្រងបងឈរមាត់ស្ទឹងប្រឹងយំរងំក្នុងពួងលាស្រីស្រោមងំឈ្មោះក្នុងជាខ្លា លេងការក្រឹមក្រឹមពីទួលតាឯងคล้ายពីក្លងខែងនារីពួងវែកបិទភ្នែករៀបការនឹងប្រងបងឈរមាត់ស្ទឹងប្រឹងយំរងំក្នុងពួងលាស្រីស្រោមងងឈ្មោះក្នុងជាខ្លា ពិតជាពីរោះមែនទែនបាទជំរាបសួរបាទជំរាបសួរលោកគ្រូបាទពិតជាពីរោះណាស់រំដំចិត្តជាមួយនឹងបទចម្រៀងដើមដូងបន្លប់ដូងទី10បាទបាទពិតជាពីរោះមែនទែននឹកឃើញដល់ស្នាដៃដ៏ល្អឥតខ្ចោះនេះជាស្នាដៃឯករបស់កវីនិពន្ធម្ចាស់សឹងសង្កែគឺលោកគ្រូប៊ុនឈឿនអរគុណវគ្គនេះយើងសូមមិនធ្វើការសមិទ្ធសមាទេចាំវគ្គក្រោយយើងនឹងសមិទ្ធសមាបូករួមជាមួយនឹងតារាគឺជារូបទៀតដែលគាត់នឹងមានរឿងរ៉ាវជាច្រើនដែលពាក់ព័ន្ធជាមួយនឹងលោកគ្រូប៊ុនឈឿនពិសេសគឺរាយរាប់នឹងប្រវត្តិល្អៗរបស់លោកគ្រូប៊ុនឈឿនផងដែរសម្រាប់ពេលនេះកម្មវិធីរបស់យើងសូមអនុញ្ញាតសម្រាប់មួយភ្លេចសិនបាទមកកាន់កម្មវិធីស៊ីអរងវគ្គទី2លោកអ្នកបានជួបជាមួយនឹងរឿងរ៉ាវជាច្រើនទាក់ទងជាមួយនឹងការសន្និសីទនៅរឿងរ៉ាវល្អៗទាក់ទងជាមួយនឹងកវីនិពន្ធក៏ដូចជាអត្ថន័យនៃការនិពន្ធអត្ថបទនានាឬក៏អត្ថប្រយោជន៍នៃការនិពន្ធជូនដល់លោកអ្នកដែលជាអ្នកទស្សនាកំពុងតែចាប់អារម្មណ៍ក្នុងកម្មវិធីរបស់យើងអរគុណមិនជួបជាមួយនឹងអ្វីដែលរីឌីក្នុងកម្មវិធីរបស់យើងក៏សូមអរគុណដល់ម្ចាស់បឋមកម្មវិធីសូមអរគុណដល់ Harvard H9 Harvard H9 គឺជារថយន្ត SUV 7 កៅអីដ៏ប្រណិតគុណភាពស្តង់ដារអឺរ៉ុបទាក់ទងដើម្បីសាកសួរព័ត៌មានលេខទូរស័ព្ទ087 996 006អរគុណបាទជំរាបសួរបងសេងតារាបាទជំរាបសួរបញ្ញាថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៍ដូចជាសប្បាយប្លែកខុសពីធម្មតាដោយសារតែខ្ញុំគិតថាខ្ញុំកំពុងតែបានទទួលស្រូបនៅចំណេះដឹងជាច្រើនពីអ្នកទាំងពីរព្រោះនិយាយចំទៅខ្ញុំក៏ជាចូលចិត្តតែនិពន្ធដែរតែខ្ញុំអត់មានឱកាសបាទអរគុណច្រើនឥឡូវសូមសួរបងសេងតារាមុនដោយសារតែគាត់ជារៀមច្បងកវីនិពន្ធហើយក៏បើយើងទាំង3នាក់គាត់គឺជារៀមច្បងអរគុណលោកសេងតារាតើមុននឹងធ្វើការស្រាវជ្រាវក៏ដូចជាតែនិពន្ធពីប្រវត្តិរបស់កវីនិពន្ធល្បីៗខ្មែររបស់យើងតើពីមុនបងធ្វើអីដែរបាទតាមពិតដើមឡើយខ្ញុំជាអ្នកនិពន្ធរឿងប្រឡោមលោកមួយរូបផងដែរបាទមុននឹងចាប់ផ្ដើមស្រាវជ្រាវនេះដោយសារពីដើមឡើយខ្ញុំវាធ្លាប់មានរឿងរ៉ាវអីខ្លះអញ្ចឹងទៅក៏ចាប់ដើមតែងរឿងប្រឡោមលោកដំបូងនៅឆ្នាំ2002ហើយដែរបាទរឿងដំបូងរបស់ខ្ញុំមានចំណងជើងថាស្វាយលឺរឿងខ្ញុំស្វាយលឺមិនរឿងខ្លួនឯងផ្ទាល់ទេជារឿងខ្លួនឯងអូបាទជារឿងពិតរបស់ខ្ញុំផ្ទាល់ការរៀននៅវិទ្យាល័យឆ្នាំ90ជាងបាទ99 2000និយាយសួរតាមត្រង់លោកសេងតារាដែលលោកថប់ខុសចិត្តប្រហែលដងហើយទើបចេញមកសភៅមកក្បាលនេះបាទឆ្លងកាត់ជីវិតយុវវ័យនៅសម័យនោះយើងមិនទាន់មានការអីដើរលេងច្រើនមានឧបករណ៍ទំនើបច្រើនទេស្នេហាគ្រាដំបូងរបៀបអ្នកស្រែចំការជនបទជាស្នេហាប្រកបទៅដោយចិត្តស្មោះត្រង់ណាស់អញ្ចឹងធ្លាប់ស្រឡាញ់ស្រីម្ដងក្នុងមួយជីវិតនេះអូស្នេហ៍ដំបូងហ្មងបាទស្នេហ៍ដំបូងដោយចម្រៀងពីដើមលោកស៊ីនស៊ីសម្បត្តិច្រៀងហើយច្រៀងអញ្ចឹងស្នេហ៍ដំបូងស្នេហ៍បដូរសង្ខារនោះណាបាទដល់ពេលមានស្នេហាអញ្ចឹងទៅក៏នឹកចង់បញ្ចេញអ្វីដែលជាភាពឈឺចាប់ខ្លោចផ្សាដួងចិត្តយើងនឹងឲ្យអ្នកដទៃនឹងដឹងតាមពិតតាមឡើយតាំងពីក្មេងមកខ្ញុំអត់មានគំនិតចង់ខ្លាចជាអ្នកនិពន្ធជាកវីជាអ្នកស្រាវជ្រាវអីទេតែដោយសារកលៈទេសៈនៃជីវិតយើងឲ្យបានជួបស្នេហាដល់ពេលអញ្ចឹងទៅនឹកឃើញចង់បញ្ចេញ
អារម្មណ៍ឈឺចាប់របស់យើងចង់បញ្ចេញភាពទុក្ខសោករបស់យើងឲ្យអ្នកផងជួយរំលែកទុក្ខ ចង់និយាយថាតើចំពោះលោកផ្ទាល់ការតែងនិពន្ធនឹងចេះដោយឯងឬក៏ដោយចិត្តសិក្សាពីកន្លែងណាមួយមកដែរ បាទតាមពិតការដែលខ្ញុំទៅសេដំបូងហ្នឹងខ្ញុំអត់ចេះទេខ្ញុំអត់មានជំនាញខាងនិពន្ធរឿងប្រឡោមលោកអីទេអត់ដែលបានឆ្លងកាត់សាលាណាសោះ បាទ តែនៅពេលដែលខ្ញុំពិបាកចិត្តហ្នឹងខ្ញុំនឹកឃើញថាត្រូវតែទៅសេរឿងឲ្យអ្នកផងដឹងជួយរំលែកទុក្ខដល់ពេលអញ្ចឹងខ្ញុំចាប់ដើមអានសភៅ ខ្ញុំអានសភៅចាស់ៗរបស់អ្នកនិពន្ធរៀមច្បងយើងដូចជារឿងសុផាតរបស់លោករឹមកិនរឿងកលាបបៃលិនរបស់លោកញុកថែមរឿងផ្កាសពួនរបស់លោកនូហាច បាទ ហើយមួយទៀតក៏មកជាប់ចិត្តរឿងមួយរបស់លោកគង់ប៊ុនឈឿនគឺរឿងភ្នោសត្យា បាទ ដល់ពេលខ្ញុំអានសភៅរបស់ពួកគាត់ទាំងអស់ហ្នឹងខ្ញុំស្រឡាញ់ស្ទីលរបស់លោកគង់ប៊ុនឈឿនគឺរឿងភ្នោសត្យាហ្នឹងហើយខ្ញុំក៏ដាក់ចិត្តថាត្រូវរៀនសរសេរឲ្យដូចស្ទីលលោកគង់ប៊ុនឈឿនអញ្ចឹង អញ្ចឹងដល់ពេលខ្ញុំដាក់ចិត្តដាក់កាយអានសភៅទាំងអស់ហ្នឹងទៅខ្ញុំរៀនសរសេររៀនសរសេរនោះ3ដង បាទ សរសេររឿងនោះមកចប់ហើយរកកន្លែងចប់អត់ឃើញវាវែងពេកសរសេរមុនដំបូង500ទំព័រស្បែកលើរឿងខ្ញុំហ្នឹង បាទ ដល់ពេលសរសេរខ្ញុំគិតថាវែងពេកគេខ្ជិលអានណាសរសេរលើកទី2លើកទី2 300ទំព័រជាងកាត់ឲ្យនៅតែវែងទៀតហ្នឹងហើយដល់4ទំព័របានខ្ញុំគិតថាប្រហែលជាមិនវែងពេកទេអញ្ចឹងក៏សម្រាប់យកលើកទី3ហ្នឹងទៅ មកកាន់បញ្ញាវិញបញ្ញាឈ្មោះពេញអ្វីដែរសំទោសបងបានចាំតែបញ្ញា ម៉ាច័ន្ទបញ្ញា ម៉ាច័ន្ទបញ្ញាចាប់ផ្ដើមចូលសិល្បៈកាលពីឆ្នាំណាមកដែរ ខ្ញុំចូលសិល្បៈនៅឆ្នាំ 2011 បាទ នៅពេលដែលខ្ញុំចូលប្រឡងតន្ត្រីថ្នាក់ជាតិដែលរៀបចំដោយក្រសួង3កម្មវិធីនោះគឺតម្រូវឲ្យខ្ញុំមានក្រុមតន្ត្រីខ្លួនឯងនិងបង្កើតបទភ្លេងថ្មីខ្លួនឯង មួយទៀតខ្ញុំចង់លើកឡើងដែរដោយសារតែពេលនេះអ្នកនិពន្ធវ័យក្មេងអ្នកនិពន្ធជើងចាស់ជួបគ្នាខ្ញុំចែកនឹកឃើញចង់និយាយលេងចេះខ្ញុំចែកឆ្ងល់ណាអត្តន័យបទចម្រៀងពីដើមហាក់ដូចជាពេលខ្លះខ្ញុំស្ដាប់ទៅកំ pl ដូចជាខ្ញុំស្ដាប់បងប្អូនខ្លះគាត់យកមកស្ដាប់បទចម្រៀងហ្នឹងគាត់ប្រាប់ខ្ញុំណាចាស់ណាអូនហើយដឹងហ៎បទពីដើមមិនតែមួយអត្តន័យគឺបែងចែកទៅពីររហូតដល់គាត់និយាយពីតាក់ទងជាមួយនឹងរឿងរ៉ាវបរោះនារីនឹងស៊ីជំរឿទៅទៀតតែអត្តន័យនឹងចឹងណាពិតប្រកបដូចអញ្ចឹងដែរទេឬក៏ចំណាដែរបាទ បាទជាការពិតចម្រៀងចំនួនដើមគឺមានច្រើនរាប់ពាន់បទ បាទ ហើយបទខ្លះក៏និយាយពីន័យត្រង់ បាទ បទខ្លះក៏និយាយពីន័យធៀបបានពីរបែបណា បាទ ឧទាហរណ៍ខ្ញុំដូចបទអោសត្វជីងចក់ បាទ អ្នកស្រីប៉ែនរនច្រៀងអញ្ចឹងអោសត្វជីងចក់ធ្វើកងាកងក់តើអ្នកចង់ស៊ីអីចង់ស៊ីអាកោស្រីកុំចង់ស៊ីអីប្រយ័ត្នស្គមខ្លួនទេហើយបទហ្នឹងបើយើងមើលន័យត្រង់ថាអាសត្វហ្នឹងជីងចក់វាចង់ស៊ីអាកោមែនតែបើយើងបកតាមន័យត្រង់វាទៅរឿងមួយផ្សេងដែលយើងមិនអាចបកស្រាយដល់ជំរឿបានណាបទបែកអមអូនហើយបងអើយទៅទឹកជោគអស់ បាទ ហ្នឹងហើយអាហ្នឹងមួយហើយបទអីសន្ទូចដងធំ បាទ បងកុំស្ទូចពេលប្រលប់បងហើយចាំស្ទូចពេលយប់ស្ទូចពេលប្រលប់មិនបានត្រីទេ ណូ ហើយមានបទសន្ទូចអត់នុយសន្ទូចបងមួយសន្ទូចអត់នុយណាស្រីណាប្រថុយពិតជាជាប់អញ្ចឹងទៅហើយបានទាំងត្រីផ្ទក់បានទាំងត្រីរៀលវត្តហើយននីលទេឃើញទេអញ្ចឹងយើងស្ដាប់តាមន័យត្រង់វាមួយបែប តើលោកសេនតារាយល់យ៉ាងណាដែរទើបលោកធ្វើការសាជាងរបស់លោកគង់ប៊ុនឈឿនធ្វើជាអត្ថបទនិងសិភៅដើម្បីចេញលក់នឹងការផ្សាយជូនដល់អ្នកដែលជាអ្នកគ្រប់គ្រង បាទតាមពិតទៅការសរសេរប្រវត្តិលោកគង់ប៊ុនឈឿនខ្ញុំមិនមែនសរសេរតែចំពោះគាត់ម្នាក់ទេក្នុងនាមខ្ញុំជាអ្នកស្រាវជ្រាវគឺខ្ញុំសរសេរចម្រុះគ្រប់អ្នកនិពន្ធពីដើមទាំងអស់ទាំងលោកម៉ាលពីវ៉យហូពើសិភោជាដើមហើយក្នុងចំណោមហ្នឹងលោកគង់ប៊ុនឈឿនក៏ជាកវីម្នាក់ដែរអញ្ចឹងខ្ញុំត្រូវតែសរសេរប៉ុន្តែអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេចំពោះលោកគង់ប៊ុនឈឿនដោយសារគាត់មានស្នាដៃចម្រុះបែបទី1គាត់ជាអ្នកនិពន្ធរឿងប្រឡោមលោកទី2គាត់ជាអ្នកនិពន្ធបទភ្លេងទំនុកច្រៀងទី3គាត់ជាអ្នកដឹកនាំរឿងនិងជាអ្នកនិពន្ធសាច់រឿងមួយទៀតគាត់ក៏ជាវិចិត្រករផងដែរ ស្នាដៃគាត់មានចម្រុះ ទសាគាត់មែនតើគាត់មិនត្រឹមតែចេះជំនាញមួយទេគឺជាជំនាញច្រើនមែនតើចង់និយាយថាជាមួយលោកកវីគង់ប៊ុនឈឿនមានដឹងថាគាត់ចាប់ផ្ដើមនិពន្ធឆ្នាំណាទេបាទ លោកគង់ប៊ុនឈឿនចាប់ផ្ដើមការនិពន្ធរឿងដំបូងរបស់គាត់នៅឆ្នាំ 1957 បាទ មានចាំទេសារដំបូងរបស់គាត់នឹងមានឈ្មោះអីដែរ រឿងដំបូងដែលគាត់បានតែងមុនគេក្នុងជីវិតជាអ្នកនិពន្ធរឿងប្រឡោមលោកគឺរឿងស្នេហាលុះអាវវិសានដែលគាត់បានសរសេរហើយយកទៅប្រឡងក្នុងពិធីមហោស្រពអក្សរសិល្ប៍មួយនៅខេត្តបាត់ដំបងហើយជាប់លេខ1តែម្ដងគឺចាប់ពីឆ្នាំ 1957 នឹងមកហើយដែលគាត់មានឈ្មោះជាអ្នកនិពន្ធរឿងប្រឡោមលោក ត
តែខ្ញុំស្គាល់ចេះលោកសុនតារាមានបានតែទំនួលគាត់មុនគាត់ទទួលមរណភាពដែរទេទើបដឹងប្រវត្តិនិងស្នាដៃរបស់គាត់ចុងក្រោយបែបនេះដោយសារតែសម័យនេះជាសម័យអ៊ីនធឺណិតសម័យយើងប្រើ YouTube Facebook អញ្ចឹងអ្វីដែលខ្ញុំដឹងគឺតាមរយៈការតាមដាន Facebook របស់គាត់ហើយនឹងរូបភាពជា clip វីដេអូខ្លីៗដែលគាត់តែងតែបង្ហោះកូនគាត់បង្ហោះតាមរយៈ account ឈ្មោះរបស់គាត់ហ្នឹងណាលោកសុនតារាមានធ្លាប់គិតថាចង់ជួបពួកគាត់ទេដែលមានដំណងចង់ជួបទេអូយមួយជីវិតនេះខ្ញុំចង់ជួបលោកគុំមិនឈឿនដូចជាចង់ជួបលោកស៊ីនស៊ីសមុទ្រអញ្ចឹងអរគុណនិយាយច្រើនមែនទែនខ្ញុំពេលនេះហាក់ដូចជាមិនតន់ដឹងថាម៉ោងហ្នឹងដល់ break ទៅហើយទេបាទនៅចង់ដឹងច្រើនទៀតព្រោះលោកសុនតារានិងលោកបញ្ញានេះគឺមានរឿងរ៉ាវច្រើនដែលសិតតែអ្នកនិយាយសិតតែអ្នកដឹងរឿងច្បាស់សិតតែអ្នកដែលខ្ញុំចង់ឲ្យនិយាយពាក់ព័ន្ធជាមួយនឹងប្រវត្តិសាស្ត្រតាក់ទងជាមួយនឹងការកវីនិពន្ធរបស់យើងតាក់ទងជាមួយនឹងការសរសេរដែលល្អនិងអ្វីដែលជាកតិដ៏ច្រើនសម្រាប់ខ្ញុំពេលនេះក៏ដូចជាលោកអ្នកដែរសម្រាប់ពេលនេះកម្មវិធីរបស់យើងសូមអញ្ញាសម្រាប់មួយភ្លឺសិនអារម្មណ៍វគ្គចុងក្រោយនៃកម្មវិធីរបស់យើងត្រឡប់មកវិញខ្ញុំនៅតែសំណួរបដោតទៅលោកសេនតារាដោយសារតែគាត់នឹងមានឯកសារច្រើនដែលបញ្ញានិងខ្ញុំក៏ចង់ដឹងដូចគ្នាដែរបាទព្រោះមើលទៅគាត់ហាក់ដូចជាមាននៅគំនិតនិងគោលការណ៍ច្រើនជាមួយនឹងការតែងនិពន្ធឥឡូវចង់សួរលោកសេនតារាថាតើចំណុចអ្វីខ្លះដែលលោកចាប់អារម្មណ៍លោកគ្រូបញ្ឈឿននៅភាពអស្ចារ្យរបស់គាត់បាទភាពអស្ចារ្យគាត់មានច្រើនណាស់ទាំងការសរសេររឿងប្រឡំលោកទាំងការដឹកនាំថតកុនពិសេសគឺបទចម្រៀងតែម្ដងឥឡូវនិយាយពីប្រឡំលោករឿងប្រឡំលោករបស់លោកគុំបញ្ឈឿនមួយណាក៏ដោយក៏បានសរសេរអំពីការអប់រំនៅក្នុងហ្នឹងទាំងផ្នែកវណ្ណៈជីវភាពនិងតម្លៃរស់ជាមនុស្សគាត់និយាយតែពីរឿងវណ្ណៈអធននិងវណ្ណៈអភិជនដែលមានការច្រានតែគៀបសង្កត់គ្នាបាទអភិជនគៀបសង្កត់និងអធនអាហ្នឹងប្រឡំលោកហើយបើនិយាយពីបទចម្រៀងភាគច្រើនគឺគាត់និយាយអំពីជីវិតស្នេហាពិតហើយគាត់បានបញ្ចូលនៅពាក្យពេចន៍ដែលយើងស្ដាប់ហើយគួរឲ្យរំភើបអស្ចារ្យទៅតាមខ្លឹមសារនៃចម្រៀងរបស់គាត់ឧទាហរណ៍ខ្ញុំលើកមកខ្លីៗបទស្ពានឈើអភ័ព្វដែលខ្ញុំតែងតែបកស្រាយបន្តថាកន្លែងណាអស្ចារ្យក្របខ្សាច់បាត់ស្ទឹងរៀមប្រឹងរក្សាទុករយធ្វើជាផ្កាស្លារៀបការអូនហើយនឹងបងអូយគាត់សរសេរល្អណាស់បើយើងមិនមែនជាកវីដូចគាត់យើងរកពាក្យក្របខ្សាច់បាត់ស្ទឹងដែលយកមកធ្វើរយជាផ្កាស្លាឃើញក្របខ្សាច់នឹងច្រើនណាស់អូយក្រពេកអញ្ចឹងយកក្របខ្សាច់នឹងមករយធ្វើជាផ្កាស្លាបាត់អាសាច់ជូនម្ដាយបាត់ជើងអ្នកមានលើស្ពានអ្នកក្រម៉ែប្រាប់ឲ្យកូនត្រដហ្នឹងបាត់ជើងអ្នកមានលើស្ពានអ្នកក្រឃើញគាត់សរសេរមកគឺពីភាពឈឺចាប់ហើយពីសភាពចាក់ស្ដាយពិតនៅក្នុងសង្គមគ្រប់សម័យកាលបទចម្រៀងណែក្តីក្រឹមអូនសាប់នៅក្នុង10បងគឺក្នុងអត្ថន័យបទចម្រៀងរំដួលស្ទឹងសង្កែហ្នឹងហើយមានបងប្អូនខ្លះទៅជាបបក្មេងចំនួនក្រោយណាគាត់ថាត្រីក្រឹមអូនស្លាប់នៅក្នុង10បងបានន័យថាអ្នកដែលគាត់ជើឃើញគឺត្រីក្រឹមអូនស្លាប់នៅក្នុង10ហ្នឹងបែកពីនារីដោយសារតែបរិះហ្នឹងมันអាចថែរក្សាត្រីក្រឹមអូននារីនឹងបានវិញវាទៅជាឲ្យស្លាប់ហើយនារីនឹងទៅសេសវត្តមកច្បាប់ឲ្យគាត់ទៅគ្រាន់ឲ្យគាត់មើលទៅថាអ្នកឯងមិនអាចមានតម្លៃគ្រប់គ្រាន់សម្រាប់ការស្រឡាញ់ខ្ញុំបានទេសូម្បីតែក្រឹមមួយថែមិនបានផងសូម្បីថែខ្ញុំថែកុំកើតដែរមិនណាអត់ន័យកន្លែងហ្នឹងមកសូមឲ្យគាត់បកស្រាយតិចមកតែពិតនេះគ្រាន់តែជាការនិយាយកំ pl ែងខាងក្រៅទេនៃពិតមិនមែនអញ្ចឹងទេហើយតាក់ទងនឹងបទហ្នឹងខ្ញុំក៏ចង់និយាយតិចដែរយើងមើលអំពីទឹកដៃរបស់លោកគង់ប៊ុនឈឿនគាត់បដិសើពីមនុស្សស្រីនឹងវិញបទនានឹងស្អាតធម្មតាតែពេលគាត់សរសេរមកស្អាតលឹះទេពអសរទៅទៀតអូនដើររើសក្រុមក្នុងស្ទឹងសង្កែភ័ក្រដូចដួងខែនេត្រាមានស្នេហ៍ហត្ថាពុនរាជដែរវិញហត្ថាខ្ចីលហកសក់ខ្មៅរំសាយបងគុណមណាយភក្ត្រាឆោមឆាយរីសំណាញ់ស្នេហ៍ស្អាតណាស់គាត់យើងដែលស្ដាប់តែចម្រៀងគឺនឹងស្អាតតែម្ដងរហូតដល់គាត់សរសេរថាវិចិត្រករអើយកុំបាច់គូអីនៅក្នុងលោកីស្រីល្អគ្មានទីនាងស្អាតមែនមានតែរំដួលដងស្ទឹងសង្កែអញ្ចឹងរហូតគាត់សរសេរធ្វើឲ្យវិចិត្រករចំណន់នឹងខឹងគាត់ទៅទៀតផងនេះវាខ្លាំងពេកគាត់សរសេរមកវាដល់លោកញឹកដឹមវិចិត្រករសម័យហ្នឹងស្ដាប់បទហ្នឹងខឹងលោកស៊ីនស៊ីសមុទ្របណ្ដោយដោយសារលោកគុំមិនជឿគាត់សរសេរហ្នឹងដោយសារគាត់សរសេរពីបទហ្នឹងវាដល់ជំរឹងនៃដួងចិត្តអ្នកស្ដាប់សូម្បីតែវិចិត្រករហ្នឹងក៏គាត់មានការអន់ចិត្តថាវីអញវិចិត្រករដៃឯងទៅហើយគូមិនដូចទៀតហ្នឹងណាគូមិនល្អស្មើនឹងការសរសើររបស់គាត់ទៀតណាបាទអូគាត់សរសេរល្អណាស់អរគុណសម្រាប់ការចូលរួមរបស់លោកអ្នកដែលជាអ្នកគ្រប់គ្រងសម្រាប់ការតែងនិពន្ធថ្មីអរគុណដល់ការចូលរួមដើម្បីលើកតម្កើងអរគុណដល់ការលើកស្ទួយខាងវិស័យតែងនិពន្ធបន្តទៀតដើម្បីឲ្យពួកគាត់រឹតតែមានទឹកចិត្តនិងបេះដូងដើម្បីបន្តជាមួយនឹងការតែងនិពន្ធរបស់គាត់ព្រោះធម្មតាបើសិនជាចង់បានរឿងប្រឡោមលោកមួយល្អខ្សែភាពយន្តមួយល្អ
នឹងអ្វីៗដែលល្អៗគឺត្រូវតែក្នុងនោះរួមចំណែកដល់អ្នកនិពន្ធយ៉ាងសំខាន់បំផុតដើម្បីធ្វើឲ្យរឿងរ៉ាវទាំងអស់នោះពោពេញដោយការចាប់អារម្មណ៍និងមោទនភាពនិងទទួលបានភាពជោគជ័យអរគុណនេះគឺជាឱកាសត្រូវជំរាបលាតាលោកសេងអារ៉ាមមានអ្វីអរគុណក៏ដូចជាជូនពរដល់អ្នកគ្រប់គ្រងដល់កម្មវិធីស៊ីអារ៉ាមបាទសូមអញ្ជើញបាទមានប្រសាសន៍បាទសូមអញ្ជើញ បាទចុងក្រោយនេះខ្ញុំបាទសេងតារាជាអ្នកស្រាវជ្រាវបទចម្រៀងចំនួនដើមនិងកវីតន្ត្រីករទាំងឡាយក៏សូមអរគុណដល់កម្មវិធីរបស់ទូរទស្សន៍ PNN នេះដែលតែងតែផ្ដល់ឱកាសសម្រាប់អ្នកដែលមានស្នាដៃដើម្បីបានបង្ហាញអំពីអារម្មណ៍អំពីអ្វីដែលបានបង្កើតថ្មី ចុះចំណែកបញ្ញាវិញមានអ្វីអរគុណក៏ដូចជាជូនពរជាបន្តបាទសូមអញ្ជើញ បាទជាចុងក្រោយនេះខ្ញុំសូមអរគុណដល់ស្ថានីយទូរទស្សន៍ PNN ហើយក៏ដូចជាបងប្រុសពិធីករក៏ដូចជាក្រុមការងារទាំងអស់ដែលបានអញ្ជើញនិងផ្ដល់កិត្តិយសដល់ខ្ញុំបាទជាអ្នកនិពន្ធវ័យក្មេងក៏ដូចជាអ្នកចម្រៀងវ័យក្មេងហ្នឹងបានចូលរួមនៅក្នុងកម្មវិធីដ៏មានតម្លៃមួយនេះកម្មវិធីស៊ីអារម្មណ៍ហើយក៏ដូចជាថ្ងៃនេះគឺបានផ្ដល់កិត្តិយសមែនតែនដល់ខ្ញុំបាទជាអ្នកនិពន្ធវ័យក្មេងហ្នឹងគឺចូលរួមរំលែកទុកដល់អ្នកនិពន្ធកវីរៀមច្បងរបស់យើងគឺកវីគង់មិនឈឿន បាទអរគុណដល់ការតាមដានរបស់លោកអ្នកជូនពរលើទទួលបានក្តីសុខក្តីចម្រើនក៏ដូចជាការសម្រេចគ្រប់ភារកិច្ចសម្រាប់ពេលនេះមុននឹងជំរាបលាក៏មានបទចម្រៀងមួយបទពីលោកបញ្ញាផងដែរគឺបទរំដួលដងស្ទឹងសង្កែសម្រាប់ពេលនេះយើងទាំងអស់គ្នាព្រមទាំងសក្ការៈសូមជំរាបលាជួបគ្នាសប្តាហ៍ក្រោយតាមពេលវេលានឹងម៉ោងដដែល មហាសង្គ្រាមច្រើនឆ្នាំមួយទៅត្រង់សែនមកសៅនឹកព្រួយក្រាញពើឆាប់ភ្លេចរឿងដើមរឿងបាត់ដំបងចងតងដង្ហើមកាលជួមស្រីឆ្នើមរដូវសន្សើមផ្ការីកស្គូស្គីអូនដើររើសក្រុមក្នុងស្ទឹងសង្កែរាំងដូចនួងខែពាល់ខូចមានស្នេហ៍នេត្រាពនរីហាត់ថាខ្ចីលហងសងខ្មៅរំសាយមកគុណមិនណាយក្លិនខ្លួនឆោមឆាយរីសំណាញ់ស្នេហ៍វិចិត្តត្រកអើយកុំបាច់គូអីនៅក្នុងលោកីស្រីល្អគ្មានទេមានតែរំដួលដងស្ទឹងសង្កែដែលខ្ញុំលួចស្នេហ៍ទូរយខួមខាក៏នៅចាំចងអីលើរដូវផ្ការីងវិលវិញទ្រូងសែនតូមិននិញយុកម្មបដេញបាត់កាមួយតងត្រីក្រឹមអូនស្លាប់នៅក្នុងដបបងលីខិតនួលអងបងទុកទ្រពខ្នងដែលស្លាប់ក្នុងភ្នំ